មុនពេលយើងទៅជាមួយនឹងគ្នាខ្ញុំចង់អានព្រះបន្ទូលព្រះអង្គជាមួយនឹងលោកអ្នកបងប្អូននៅក្នុងព្រះគម្ពីរទំនុកដំកើងចំពុក73ខ1ដល់ខ24ទាំងអស់គ្នាអាចអានជាមួយគ្នាបានទេទាំងអស់គ្នាអូខេចាយើងទៅមួយគ្នា2 3កាលទូលបង្គំកើតមានចិត្តជួលវិញកាលទូលបង្គំឈឺចាប់ក្នុងទ្រូងនោះទូលបង្គំមិនយល់ហើយល្ងងខ្លៅទូលបង្គំដូចជាសត្វដេរឆាននៅចំពោះព្រះអង្គប៉ុន្តែទូលបង្គំនៅជាប់ជាមួយព្រះអង្គជានិច្ចព្រះអង្គកាន់ដៃស្ដាំរបស់ទូលបង្គំព្រះអង្គនាំទូលបង្គំដោយព្រះឱវាទរបស់ព្រះអង្គហើយនៅទីបំផុតព្រះអង្គនឹងទទួលទូលបង្គំចូលទៅក្នុងសិរីល្អអាមែនណាខ្ញុំជឿថាទាំងលោកអ្នកបងប្អូនទាំងអស់គ្នាហើយនឹងខ្ញុំគឺយើងប្រកាសជាសង្កេតឃើញហើយថាមានអ្វីដែលកំពុងតែកាត់ឡើងនៅក្នុងពេលបច្ចុប្បន្ននេះទាំងបញ្ហាសង្គមបញ្ហាសកលហើយនិងបញ្ហានៅក្នុងប្រទេសដែលយើងកំពុងតែរស់នៅដូចគ្នាផងដែរយើងឃើញនៅលើពិភពលោកមាននិយាយអំពីសង្គ្រាមនិយាយអំពីវិបត្តិផ្សេងដែលកើតឡើងនៅតាមប្រទេសនិយាយអំពីគ្រោះទុរភិក្សដែលកើតឡើងគ្រោះធម្មជាតិដែលកើតឡើងហើយផ្នែកសេដ្ឋកិច្ចក៏ឮនិយាយហើយពីផ្នែកនយោបាយក៏ឮនិយាយពីដែនដីក៏ឮនិយាយដែលធ្វើឲ្យអាចនឹងមានការរង្គោះរង្គើឬក៏អាចធ្វើឲ្យយើងចាប់ផ្ដើមមានការភ័យឬក៏ធ្វើឲ្យយើងអាចចាប់ផ្ដើមមានការសម្រេចចិត្តខុសក៏ថាបានដែរនៅពេលដែលយើងសង្កេតមើលជុំវិញយើងអំពីព្រឹត្តិការណ៍ដែលកំពុងតែកើតឡើងទាំងបញ្ហាសេដ្ឋកិច្ចសង្គ្រាមឬក៏បញ្ហាចំនួនទំនាស់ផ្សេងទោះបីជាផ្នែកនយោបាយឬបីជាផ្នែកវិទ្យាសាស្ត្រទោះបីជាផ្នែកហិរញ្ញវត្ថុឬក៏រឿងវិវាទដែនដីសង្គ្រាមផ្សេងយ៉ាងណាក៏ដោយណាបើសិនជាយើងអត់មានព្រះអង្គទេប្រកាសជាយើងមានការរង្គោះរង្គើចុះខ្សោយហើយប្រកាសជាយើងធ្វើការសម្រេចចិត្តខុសទៅចំពោះរឿងទាំងអស់នោះនៅក្នុងជីវិតរបស់យើងជាមិនខានទេមានមនុស្សច្រើនណាស់ដែលបានសម្រេចចិត្តខុសដោយសារតែជឿខុសមានមនុស្សច្រើនណាស់ដែលបាត់បង់ដែលខាតបង់ដោយសារតែជំនឿដែលជឿខុសហើយនឹងជំនឿដែលអត់មានការពិចារណាហើយជាពិសេសដោយព្រោះតែជំនឿដែលអត់បានជឿទៅដល់ព្រះដល់ពិតប្រាកដធ្វើឲ្យមានការសម្រេចចិត្តខុសលះបង់ខុសហើយនឹងបាត់បង់នៅទាំងទ្រព្យសម្បត្តិហើយទាំងមនុស្សជាទីស្រឡាញ់ហើយនឹងពេលវេលានៃសេចក្តីសុខជាច្រើននៅក្នុងគ្រួសារដូចគ្នាផងដែរប៉ុន្តែសម្រាប់យើងជាគ្រិស្តបរិស័ទដែលយើងជឿដល់ព្រះយេស៊ូវនៅពេលដែលយើងឃើញព្រឹត្តិការណ៍ទាំងអស់ដែលកំពុងតែកើតឡើងបើទោះបីវាកំពុងតែអាក្រក់ទៅយ៉ាងណាក៏ដោយក៏យើងដឹងថានៅពេលដែលឮនិយាយពីការអាក្រក់ទាំងអស់នោះកើតឡើងគឺជាសញ្ញាដែលប្រាប់ថាព្រះជាម្ចាស់ព្រះអង្គមិនដែលភ្លេចពីការជំនុំជម្រះរបស់មនុស្សហើយជាសញ្ញាដែលប្រាប់ថាពេលវេលាដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គចិត្តយាងមកវិញព្រះអង្គយាងមកវិញជាលើកទី2នោះក៏កាន់តែគៀកដូចគ្នាផងដែរអញ្ចឹងហើយធ្វើឲ្យយើងកាន់តែមានលំនឹងនៅក្នុងជីវិតណាធ្វើយើងកាន់តែមានលំនឹងនៅក្នុងជីវិតថាបើទោះបីជាស្ថានភាពជំវិញយើងចលាចលកើតសង្គ្រាមវិបត្តិសូម្បីតែយើងខ្លួនឯងផ្ទាល់ក៏ដោយនៅខាងក្នុងយើងណាយើងជួបនៅបញ្ហាដែលកំពុងតែព្យុះនៅខាងក្រៅវាមិនសូវខ្លាំងដូចព្យុះខាងក្នុងទេនៅពេលដែលជីវិតរបស់យើងខាងក្នុងពោពេញដោយព្យុះកំពុងតែបាក់បោខ្លាំងណាគឺវារង្គោះរង្គើខ្លាំងជាងព្យុះដែលជាស្ថានភាពនៅខាងក្រៅទៅទៀតផងដែរចឹងបានជាទោះបីជាមានរឿងអីក៏ដោយព្រះអង្គមានបន្ទូលប្រាប់យើងថាឲ្យថែរក្សាដួងចិត្តរបស់យើងឲ្យអស់ពីព្យាយាមណាពីព្រោះខាងក្នុងនេះបើកាលណារង្គោះរង្គើវានឹងដួលទាំងស្រុងប៉ុន្តែបើសិនជារឹងមាំបើទោះបីជានៅពេលដែលរឹងមាំទោះបីជាមានព្យុះភ្លៀងនៅខាងក្រៅយ៉ាងណាក៏ដោយក៏យើងអាចនៅរឹងមាំបានដូចគ្នាដែរចឹងបានជាព្រះបន្ទូលព្រះអង្គប្រាប់ថាឲ្យរក្សាដួងចិត្តរបស់យើងឲ្យអស់ពីព្យាយាមនោះជារឿងដែលសំខាន់ហ្នឹងណាបាទដោយនៅត្រង់នេះព្រះបន្ទូលព្រះអង្គថ្ងៃនេះនៅក្នុងព្រះគម្ពីរទំនុកដំកើងគឺជាបទទំនុកដំកើងដែលសរសេរឡើងដោយអេសាបដោយអេសាបដែលជាឈ្មោះយើងមិនសូវជាឮទេនៅក្នុងបទគម្ពីរទំនុកដំកើងពីព្រោះថានៅគម្ពីរទំនុកដំកើងគឺយើងតែងតែឮនិយាយអំពីទំនុករបស់ស្ដេចដាវីតអីជាដើមប៉ុន្តែអេសាបគឺយើងអត់សូវដែលឮអត់សូវដែលស្គាល់ទេសម្រាប់អ្នកដែលបងប្អូនយើងថ្មីអត់សូវជាបានអានព្រះបន្ទូលអីជាដើមអញ្ចឹងណាប៉ុន្តែយើងមើលស្ថានភាពកន្លែងនេះមួយតែដែលធ្វើឲ្យជីវិតដែលដោយសារតែស្ថានភាពនៅជុំវិញនេះមួយដែលធ្វើឲ្យគាត់ចាប់ដើមសរសេរនៅទំនុកនេះឡើងហើយដូចដែលយើងបានអានអញ្ចឹងបើសិនយើងមើលពីខ1មកវិញណាគាត់បានលើកឡើងថាកាលទូបង្គំកើតមានចិត្តជូរល្វិញតើ
chu lù vinh ta pe na đại đôi chất bao dương chập đam chu lù vinh chẳng ta mi rương ở vậy ban chi quạt chập đam cả chặt chu lù vinh hai cầm hai tiền mấy cá tu bằng cúm chư chắp nó không trùng hai kho vào top tham mấy tiết nút tu bằng cúm mình dul hai là nguồn cloud tu bằng cúm đôi chia sắt đề để chán nấu chấm pua bỏ ăn ta mi rương ở vậy cá lợn ban chi quạt sơ sê phải vô từng on đi miền Tây nhà ha chu chọt nó không đuông chật mà hái bàn tay tỏ lọt tao chi quạt mình dul hay hai tao chi rọp thật luôn anh chỉ là nguồn khláu hai rọp thật luôn anh đôi chỉ sát đi để chan nói chụp buộc bè huỳnh tao mi được ngay cả làng hai bà tao máu nó kho mà phải bay tham ấy bàn tay tu bằng cúm nấu chop chỉ môi bỏ ăn chỉ nick mới có bắt tha tu bay chi đuông chất quặn chân cả nào tu bay chi than áp hiệp nói chung với nhá đã thưa có cá nó chất chu lũ vinh hay mơ khơi luôn anh là hốt to tha đôi chỉ sát đi để chan chân có đói rồi còn mơ khơi luôn anh chỉ là nguồn giang na có đói có con nó tài miên chủng hồ có để xa đuông chất muối dạng ọp chi yếm tham mấy vĩnh tu bằng cúm nấu chop chỉ muối bỏ ăn chi nick hai mấy tiết bỏ ăn căn đầy đam rồi bỏ tu bằng cúm hai con phải bốn ta thá bỏ ăn nóm tu bằng cúm đào pre ảo và bỏ ăn hai tì bấm phốt bỏ ăn nâng tu bằng cúm từ khăn nóng sẽ đây là chứ mà ta ở với chị đam hai đại quạt chập đam sấy nơi tầm nục từng on này đã thừa dưng có bà bạ vô bà sân chỉ còn bạn ăn bị đam tì từng on này ta miên rương ở đây khác là không chỉ bỏ dưng đã thừa dưng miền ram tha là vinh chu chọn rồi có đại dương miền ram tha chỉ chậm nó không đuông chẩn ta miên rương ở đây đại dương chập đam mơ khơi khuôn anh tha khuôn anh là ngung ta miên nó pe đam miên ở đây cạn lang đại dương chập đam đi dây bia tha không lên vô lo hay mình đang tha miên ở đây cạn lang thì ta pe na đại dương chập đam mơ khơi khuôn anh tha bỏ ăn ơi tụi cũng đôi chi mình đâu đã đôi chi priệp đôi chi sắt thịt chứ ta pe na đại dương mơ khơi chụp khuôn anh chẳng từng ngọc này chúng chưa tham mà bà con chỉ chụp nó tham phim nâng chi mình khan nào khôngประมาณ ចំណុច ទាំង អស់ នោះ យើង ប្រកាស ជា ជួប កន្លែង ណា មួយ ជី មិន ខាន ទេ មែន ទាំង អស់ នេះ អាមែន អត់ វា គាត់ ថា យើង អត់ អាច និយាយ បាន ហើយ គាត់ ថា យើង ប្របាក់ ក្នុង ការ និយាយ នឹង បរិយាយ វា រឿង ខ្លះ វា អាច ជា រឿង ដែល គួរ ខ្មាស់ រឿង ខ្លះ វា ជា រឿង ដែល យើង មិន ទាន់ មាន ចម្លើយ បាទ ពី ព្រោះ កាល ពេល នោះ យើង នៅ ក្នុង ដំណាក់ ការ មួយ ដែល ថា អត់ កំពុង តែ អត់ ដឹង ថា មាន អ្វី កើត ឡើង ចឹង ប្របាក់ នឹង បរិយាយ ដូច គ្នា ជា ពិសេស យើង កំពុង តែ មិន យល់ ពី ខ្លួន ឯង ថា ហេតុ អ្វី បាន ជីវិត របស់ ខ្ញុំ នឹង វា ទៅ ជា មាន រឿង អញ្ចឹង កើត ឡើង ហើយ គេ គ្រប់ គ្នា គេ រស់ នៅ ក៏ សប្បាយ ល្អ ម្ល៉េះ ហើយ គេ គ្រប់ គ្នា គេ មើល មនុស្ស មិន ជា ល្អ ទេ មើល ទៅ ជា មនុស្ស អាក្រក់ សោះ ក៏ ប៉ុន្តែ មិន ក៏ រស់ នៅ សុខ ស្រួល សប្បាយ ជាង ខ្ញុំ ម្ល៉េះ មិន ដែល ឃើញ ឈឺ អី សោះ មិន ដែល មាន បញ្ហា អ្វី សោះ ហើយ ខ្ញុំ វិញ ខំ រស់ នៅ តាម ព្រះ បន្ទូល ព្រះអង្គ ខ្ញុំ វិញ ជឿ ព្រះអង្គ ខ្ញុំ វិញ មនុស្ស ស្លូត បូត ហើយ នៅ ជាមួយ តែ មនុស្ស ល្អ ក៏ ប៉ុន្តែ អាមិន បាន ជា ខ្ញុំ ជួប បញ្ហា ច្រើន ម៉េះ មាន ពេល ដែល យើង ចាប់ ដើម មើល ឃើញ ខ្លួន ឯង អញ្ចឹង សឹង យើង សឹង ពេល ខ្លះ យើង ប្រាថ្នា ខ្លួន ឯង ថា ហើយ មិន បាន ជា ខ្ញុំ មិន កើត មក ក្នុង តកូល អ្នក មាន បាន តែ ម្ដង ទៅ ហើយ ខ្ញុំ មិន កើត មក នឹង ប្រទេស ដែល គេ ថា ដែល កូន ដែល គេ មាន ស្រាប់ ទៅ ស្រួល ខ្ញុំ មិន បាច់ ធ្វើ ការ ខ្ញុំ គិត តែ រៀន ក៏ បាន ដែរ ឬ ខ្ញុំ មិន បាច់ ធ្វើ ការ ខ្ញុំ ចេញ មក ខ្ញុំ រក ស៊ី ហ្មង ក៏ បាន ដែរ យើង មាន ពេល ជា ច្រើន ដែល យើង ចាប់ ដើម ប្រាថ្នា ខ្លួន ឯង ដែល ចង់ ឲ្យ ជីវិត របស់ យើង ដូច គេ ដែរ អញ្ចឹង ទៅ ជា ភាសា យើង ឃើញ គេ ល្អ យើង ចំណែន ពេល ឃើញ មនុស្ស អាក្រក់ រីក ចម្រើន ជាង យើង យើង ចំណែន ហើយ យើង តែ មើល មក ខ្លួន ឯង មិន ដឹង ថា ខ្លួន ឯង កំពុង តែ រស់ នៅ ជីវិត បែប ណា អត់ ដឹង ថា ទៅ ផ្លូវ ណា ហើយ ដល់ ពេល យូរ មែន ទៅ ប្រៀប ធៀប ខ្លួន ឯង អត់ ស្មើ នឹង សត្វ ធាតុ ក៏ មាន ដែរ នៅ ក្នុង ជីវិត របស់ យើង ម្នាក់ ម្នាក់ ខ្ញុំ ជឿ ថា ក្នុង ចំណុច ទាំង អស់ ហ្នឹង យើង មាន យ៉ាង ហោច ក៏ មួយ ដែរ ប៉ុន្តែ ខ្ញុំ ជឿ ថា លើស ពី មួយ ដែល យើង ជួប នៅ បញ្ហា ទាំង អស់ នោះ ជា មិន ខាន ទេ ព្រះ អរគុណ ព្រះអង្គ ទាំង អស់ គ្នា នៅ ថ្ងៃ នេះ ដែល ទាំង អស់ គ្នា អត់ មាន ណា ទៅ ណា ទាំង អស់ នៅ បាន ស្ដាប់ ព្រះ បន្ទូល ព្រះអង្គ ថ្ងៃ នេះ ដែល ធ្វើ ឲ្យ លោក អ្នក បងប្អូន នឹង កាន់ តែ រឹង មាំ ថែម ទៀត នៅ ក្នុង ការ រស់ នៅ ជីវិត នេះ ផង ដែរ លោក អ្នក បងប្អូន ការ ដែល ជឿ ដល់ ព្រះយេស៊ូវ គ្រីស្ទ ការ ដែល រស់ នៅ ជីវិត ជា អ្នក ដែល ជឿ ដល់ ព្រះយេស៊ូវ គ្រីស្ទ មិន មែន មាន ន័យ ថា អត់ ពាក់ព័ន្ធ ពី ជីវិត ខាង ក្រៅ យើង ទេ ផល ផ្លែ នៃ ជីវិត ខាង ក្រៅ របស់ យើង នឹង វា ចេញ មក ពី ខាង ក្នុង នឹង ឯង វា ចេញ ពី ខាង ក្នុង នឹង ព្រះយេស៊ូវ ព្រះអង្គ បាន មាន បន្ទូល បង្រៀន យើង ថា អ្វី ដែល ចូល ពី ខាង ក្នុង មក ដែល ចូល ពី ខាង ក្រៅ ចូល មក ក្នុង មាត់ តាម មាត់ យើង មក វា អត់ ធ្វើ ឲ្យ យើង ស្មោក គ្រោក ទេ តែ អ្វី ដែល ចេញ ពី ខាង ក្នុង យើង មក វិញ ដែល ធ្វើ ឲ្យ ស្មោក គ្រោក ណា បើ សិន ជា ខាង ក្នុង របស់ យើង ពោពេញ ទៅ ដោយ គំនិត ចិត្ត គំនិត ដែល ស្មោក គ្រោក ដែល មិន ល្អ យើង នឹង ប្រព្រឹត្ត ចេញ ទៅ នៅ ទង្វើ ខាង ក្រៅ របស់ យើង ដែល អត់ ល្អ
នេះជាការពិតអញ្ចឹងដូចគ្នាបើសិនជាខាងក្នុងរបស់យើងរឹងមាំយើងនឹងចាប់ផ្ដើមធ្វើកិច្ចការដែលរឹងមាំកិច្ចការដែលមានសុខភាពល្អនៅក្នុងជីវិតខាងក្រៅដូចគ្នាបើសិនពីខាងក្នុងរបស់យើងល្អប្រសើរទាំងខាងក្រៅរបស់យើងជីវិតខាងក្រៅរបស់យើងក៏ចាប់ផ្ដើមល្អប្រសើរដូចគ្នាផងដែរពេលខ្លះយើងជាពាក់លុយគេវាជារឿងខាងក្រៅប៉ុន្តែផ្លូវចិត្តវាជារឿងខាងក្នុងមែនទេទាំងអស់គ្នាមុននឹងយកលុយទៅសងគេមុននឹងរកដំណោះស្រាយសងគេដោះស្រាយបញ្ហាផ្លូវចិត្តខាងក្នុងយើងសិនពីការភ័យខ្លាចពីការបារម្ភពីការទាំងអស់នោះវាអាចធ្វើយើងសម្រេចចិត្តខុសយើងជឿតែព្រះយេស៊ូវយើងជឿព្រះយេស៊ូវក៏ប៉ុន្តែវាជាអត្តពលនៅក្នុងសង្គមខាងក្រៅថាយើងនាំសង្គមទៅបែបណាបើទោះបីជាយើងធ្វើរឿងល្អនៅក្នុងសង្គមក៏ដោយក៏ប៉ុន្តែបើសិនជាខាងក្នុងរបស់យើងអត់មានសេចក្តីជំនឿដែលជឿដល់ព្រះពិតប្រាកដទេសកម្មភាពទង្វើរបស់យើងនៅសង្គមខាងក្រៅវាគ្រាន់តែដើម្បីផលប្រយោជន៍ខ្លួនឯងវាគ្រាន់តែដើម្បីតែខ្លួនឯងវាគ្រាន់តែដើម្បីប្រជាប្រិយខ្លួនឯងវាគ្រាន់តែដើម្បីជាបំណងដែលខ្លួនឯងចង់បានសម្រាប់ប្រយោជន៍ខ្លួនឯងតែប៉ុណ្្នឹងឯងនៅពេលដែលខាងក្នុងរបស់យើងអត់មានសុខភាពល្អនោះហើយអញ្ចឹងបានជាយើងគ្រាន់តែជឿព្រះយេស៊ូវគ្រីស្ទពីខាងក្នុងមែនប៉ុន្តែវាពាក់ព័ន្ធជាមួយនឹងជីវិតខាងក្រៅរបស់យើងហើយពេលខ្លះយើងឈឺរាងកាយយើងខាងក្រៅប៉ុន្តែដោយសារតែខាងក្នុងរបស់យើងមានជំនឿវាធ្វើឲ្យជំងឺដែលមាននៅរាងកាយរបស់យើងបានជាសះស្បើយដូចគ្នាពេលខ្លះជីវិតរបស់យើងវាជាប់គាំងខាងក្រៅផ្នែកខាងហិរញ្ញវត្ថុក៏ដោយផ្នែកខាងទំនាក់ទំនងក៏ដោយប៉ុន្តែនៅពេលដែលយើងបានទទួលការស្ដារឡើងវិញការព្យាបាលនៅខាងក្នុងរបស់យើងដោយសារវត្តមានរបស់ផងព្រះជាម្ចាស់វាធ្វើឲ្យយើងស្រាយចំណងដែលយើងជាប់គាំងធ្វើយើងមើលឃើញផ្លូវដើរនៅក្នុងជីវិតនឹងដូចគ្នាផងដែរហើយជាក់ស្ដែងនៅក្នុងសង្គមដែលយើងកំពុងតែរស់នៅវាសុទ្ធតែពាក់ព័ន្ធជាមួយនឹងជីវិតខាងក្នុងរបស់យើងវាដាច់ខាតវាមិនមែនជារឿងផ្សេងគ្នាទេដែលសង្គមរបស់យើងឃើញថាកំពុងតែមានរឿងអាក្រក់ឡើងច្រើនឡើងនិយាយអំពីសង្គ្រាមកាត់ឡើងកាន់តែច្រើនឡើងនិយាយអំពីរឿងវិបត្តិដែលមានចេះតែធ្ងន់ធ្ងរទៅដាច់ខាតវាសុទ្ធតែចេញអំពីមនុស្សមកទាំងអស់លោកអ្នកបងប្អូនវាអត់មានចេញពីក្របកំភ្លើងវាអត់ចេញមកពីរឿងលុយវាអត់ចេញប្រភពមកពីបញ្ហាទ្រព្យសម្បត្តិឬក៏សុខទេសប្រទេសជាតិនោះឡើយវាចេញមកពីខាងក្នុងដួងចិត្តរបស់មនុស្សម្នាក់លោកអ្នកបងប្អូនហើយខ្ញុំជាអ្នកដែលចូលរួមកសាងបង្កើតរឿងទាំងអស់នោះមកអ្នកនយោបាយក៏សិតតែចូលរួមបង្កើតមកទាំងអស់អ្នកដឹកនាំប្រទេសក៏សិតតែចូលរួមពីខាងក្នុងចិត្តរបស់គាត់មានអ្វីនោះនឹងបង្កើតចេញមកដូចគ្នានឹងដែរវាសិតតែកើតចេញពីត្រង់នោះដូចគ្នាអញ្ចឹងយើងសង្កេតមើលលោកអ្នកបងប្អូននៅសង្គមដែលយើងរស់នៅកំពុងតែល្អទៅឬក៏កំពុងតែល្អទៅឬក៏កំពុងតែល្អមកល្អទៅមែនទេបាទស្ដាប់ឲ្យតន់មែនណាបាទកំពុងតែល្អទៅឬក៏កំពុងតែល្អមកកំពុងតែល្អទៅហើយមកតែអាក្រក់វិញអញ្ចឹងហើយធ្វើឲ្យសង្គមរបស់យើងកាន់តែអាក្រក់ឡើងពិបាកឡើងហើយយូរទៅមិនដែរមនុស្សដែលចាប់ដើមធ្វើអត្តឃាតខ្លួនឯងចង់សម្រាប់ខ្លួនឯងក៏កាន់តែច្រើនគ្រួសារបែកបាក់ក៏កាន់តែច្រើនមនុស្សអាត្មានិយមក៏កើតឡើងកាន់តែច្រើនមានរឿងជាច្រើនដែលបានកើតឡើងនៅត្រង់នេះយើងសាកសម័យថាបើសិនជាយើងស្ថិតនៅក្នុងស្ថានភាពនឹងដូចគ្នាដែរនៅក្នុងជុំវិញយើងពោពេញទៅដោយមនុស្សអាក្រក់ប៉ុន្តែគេរស់នៅស្រួលជាងយើងមានបានជាងយើងតើទាំងអស់មានដួងចិត្តយ៉ាងម៉េចដែរលោកអេសាបនៅក្នុងខកពីដែលយើងបានអានជាមួយគ្នាមិញអេសាបទាំងអស់នេះសំថាអេសាបកុំឲ្យស្គាល់តែដេវីតយើងស្គាល់អេសាបដែរណាជីវិតរបស់គាត់ដែលធ្វើឲ្យគាត់ចាប់ផ្ដើមសរសេរនៅទំនុកដំកើងនេះឡើងគាត់បានរៀបរាប់តាំងពីខ1គាត់បានរៀបរាប់មករហូតអំពីដំណើរជីវិតអំពីរឿងទាំងអស់នឹងថាអាម៉េចអញ្ចឹងគាត់បានសរសេរថាគាត់ថាប្រកាសមែនព្រះល្អគាត់ថាប្រកាសមែនព្រះល្អដល់អ៊ីស្រាអែលគឺដល់អស់អ្នកដែលមានចិត្តបរិសុទ្ធព្រះល្អដល់ពួកអ្នកមានចិត្តបរិសុទ្ធតែឯទូលបង្គំវិញជើងទូលបង្គំសឹងតែនឹងចម្ពប់ដួលជំហានទូលបង្គំហៀបតែនឹងរអិលដួលទៅហើយត្បិតទូលបង្គំមានចិត្តច្រណែននឹងមនុស្សអួតអាងយើងស្ដាប់ឲ្យតន់ណាព្រះពោះនេះជាអ្វីដែលកើតឡើងនៅក្នុងជីវិតរបស់យើងដូចគ្នាដែរហើយលោកបានលើកឡើងទៀតថា
ដោយគាត់ថាដោយឃើញមនុស្សអាក្រក់គាត់ថាត្បិតទូលបង្គំមានចិត្តច្រណែននិងមនុស្សអួតអាងដោយឃើញមនុស្សអាក្រក់បានចម្រុងចម្រើនត្បិតគេគ្មានឈឺចាប់អ្វីសោះរហូតដល់ស្លាប់រូបកាយរបស់គេធាត់រលោងគេមិនស្គាល់ទុក្ខលំបាកដោយមនុស្សឯទៀតឡើយក៏មិនដែលវេទនាដោយមនុស្សដទៃដែរគេពាក់អំនួតរបស់គេដូចជាពាក់ខ្សែកហើយគេពាក់ចិត្តខូខើដូចសម្លៀកបំពាក់ភ្នែកគេលៀនចេញដោយមានសាច់ច្រើនចិត្តគេហូរហៀដោយសេចក្តីចំគួតគេចំអកលកលើយហើយពោលពីអាក្រក់គេស្រែកគំរាមក្តែងក្តែងពីការសង្កត់សង្កិនគេតាំងមាត់របស់គេទាស់នឹងឋានសួគ៌ហើយអណ្ដាតគេបង្វិលទៅមកពេញលើផែនដីហេតុនេះហើយបានជាប្រជារាស្ត្ររបស់ព្រះអង្គងាកទៅសរសើរគេហើយមិនឃើញថាគេមានកំហុសអ្វីឡើយបានមនុស្សអាក្រក់ដែលចេះតែរីកចម្រើនមនុស្សអាក្រក់ដែលចេះតែរស់នៅសុខស្រួលរហូតដល់តែមែនទេតាមមិនវិញប្រជារាស្ត្ររបស់ព្រះអង្គបានគ្រីស្ទានក៏ចាប់ផ្ដើមបែរទៅសរសើរមនុស្សអាក្រក់វិញដែរជាការរង្គោះរង្គើនៃជីវិតរបស់អ្នកដែលជឿដល់ព្រះអង្គហើយក៏វាជាសញ្ញានៃសញ្ញាវាក៏ហើយវាជារបៀបនៃការរស់នៅរបស់អ្នកដែលអត់ស្គាល់ព្រះតែប៉ុណ្្នឹងឯងទាំងអស់លោកអ្នកបងប្អូនទាំងអស់គ្នាយើងដឹងឯងអ្នកដែលអត់ស្គាល់ព្រះនៅពេលគេបែងចែកអត់ច្បាស់ពេលខ្លះមនុស្សអាក្រក់ដូចគ្នាទេពីរអ្នកហ្នឹងណាមនុស្សអាក្រក់ដូចគ្នាទេវាគាត់ណាដល់ពេលអាក្រក់ទី1ធ្វើខុសហើយអាក្រក់ទី2ហ្នឹងរិះគន់អ្នកអាក្រក់ទី1រិះគន់ត្រូវដល់ពេលហើយអ្នកដទៃទៀតគេមើលមកថាអ្នកអាក្រក់ទី1នោះខូចមែនអាក្រក់មែនតែមនុស្សអាក្រក់ទី2នេះមនុស្សល្អប៉ុន្តែតាមពិតអាក្រក់ទាំងពីរនាក់ហ្នឹងប៉ុន្តែមនុស្សយើងវែងកន្លែងហ្នឹងឯងដល់ឲ្យបាយទៅសរសើរហ្នឹងប៉ុន្តែពេចគិតថាអាក្រក់ទាំងពីរហ្នឹងឯងនេះជាការវែងវង្វន់បានជាសំបីតែជីវិតរបស់លោកអេសាបក៏ដូចគ្នាដែរបានជាគាត់លើកឡើងថាម៉េចសំបីតែគាត់វែងវង្វន់មិនដឹងថាយ៉ាងម៉េចរោគចម្លើយមិនឃើញពីព្រោះអីសំបីតែកូនរបស់ព្រះសំបីតែគ្រីស្ទានយើងក៏បែរទៅសរសើរសេចក្តីអាក្រក់ដែរគ្រីស្ទានក៏បែរទៅសរសើរសេចក្តីអាក្រក់ដែរចឹងបានជាយើងទាំងអស់គ្នាត្រូវប្រយ័ត្នដូចគ្នាដែលយើងត្រូវស្គាល់ព្រះបន្ទូលព្រះអង្គហើយយើងឈរជាមួយព្រះបន្ទូលព្រះអង្គហើយនឹងនៅជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គបើទោះបីជាស្ថានភាពជុំវិញយើងមានមនុស្សជាច្រើនគេផ្ដេកដួលទៅខាងណាមួយគេដេកដួលទៅការងារណាមួយក៏ដោយប៉ុន្តែយើងជាកូនរបស់ព្រះជារាជរបស់ព្រះអង្គយើងត្រូវតែឈរជាប់ជាមួយនឹងព្រះបន្ទូលព្រះអង្គដែរទើបយើងអត់ដេកដួលទៅតាមទើបយើងស្គាល់ថាអ្វីជាសេចក្តីល្អអ្វីជាសេចក្តីអាក្រក់ដូចគ្នាផងដែរបើមិនអញ្ចឹងទេយើងច្រឡំសរសើរមនុស្សយើងច្រឡំដល់ពេលយូរទៅមិនមែនសរសើរមនុស្សខូចអាក្រក់ទេសរសើរហើយបែរទៅថ្វាយបង្គំសំបីតែវិញ្ញាណអរិយសាតាំងហើយនឹងរូបព្រះខ្លាយទៀតក៏មានដែរអញ្ចឹងបានជានឹកលោកអេសាបគាត់បានតមកកន្លែងនេះថែមទៀតថាម៉េចវិញអ្នកដែលគាត់បានតមកថាគេពោលថាធ្វើដូចម្ដេចឲ្យព្រះជ្រាបបានតើព្រះដ៏ខ្ពស់បំផុតមានព្រះតម្រេះឬទេចាប់ដើមសង្ស័យនឹងព្រះចាប់ដើមបដិសេធព្រះចាប់ដើមប្រមាថដល់ព្រះកន្លែងហ្នឹងហើយមិនទៀតមើលនេះហើយមនុស្សអាក្រក់គេចេះតែសុកស្រួលជានិច្ចទ្រព្យសម្បត្តិគេចេះតែចម្រើនឡើងរហូតឯទូលបង្គំដែលបានរក្សាចិត្តឲ្យបរិសុទ្ធហើយលាងដៃឲ្យឥតមានសៅហ្មងវាអត់ប្រយោជន៍ទៅទេគាត់បានប្រាប់ថាគាត់ដែលខំដែលបានរក្សាចិត្តឲ្យបរិសុទ្ធក្នុងគណៈដែលអ្នកដតីគេកំពុងតែសប្បាយខាងក្រៅក្នុងគណៈដែលមនុស្សអាក្រក់កំពុងតែរីកចម្រើនដល់ពេលអ្នកបរិសុទ្ធរបស់ព្រះអង្គខំរស់នៅព្យាយាមរក្សាចិត្តឲ្យបរិសុទ្ធលាងដៃឲ្យស្អាតអត់ឲ្យសៅហ្មងប៉ុន្តែវាទៅជារឿងអត់ប្រយោជន៍ទៅទេដល់ពេលដែលមើលទៅអញ្ចឹងប្រែលោកថាទៀតហ្នឹងត្បិតទូលបង្គំជួបទុក្ខលំបាករាល់ថ្ងៃហើយត្រូវគេវិភាគរាល់ព្រឹក
ប្រសិនបើទូបង្គំពោលថាខ្ញុំនឹងនិយាយដូចឆ្នេះដូចគេដែរនិយាយដូចគេហ្មងនោះទូលបង្គំឈ្មោះថាក្បត់នឹងបងប្អូនដែលជាកូនរបស់ផងព្រះអង្គជាមិនខានដែរវាជាការពិតវាជាការពិតអញ្ចឹងតើធ្វើម៉េចបើតាមគេអ្នកអត់ជឿព្រះអង្គយើងបាត់បង់អត្តសញ្ញាណជាកូនព្រះអង្គហើយយើងអ្នកជឿព្រះអង្គហើយនឹងអ្នកអត់ជឿព្រះអង្គដូចតែគ្នាគ្រីស្ទៀននិងមិនគ្រីស្ទៀនដូចតែគ្នាស្គាល់ព្រះជឿព្រះដែរខ្ញុំគ្រីស្ទៀនដែរតើប៉ុន្តែសកម្មភាពរស់នៅដូចតែអ្នកអត់ជឿដែរអញ្ចឹងត្រូវធ្វើយ៉ាងម៉េចទៀតបានជាក្នុងខ16បានប្រាប់ទៀតថាតែកាលទូលបង្គំគិតពិចារណាចង់យល់ពីរឿងនេះនោះពិបាកយល់ដល់ទូលបង្គំណាស់រហូតតលតែទូលបង្គំបានចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះនោះទើបទូលបង្គំយល់ពីចុងបញ្ចប់របស់គេតោះគ្នាខកពីមួយខកន្លែងហ្នឹងគួរយើងអាចថាអាមែនបានអត់ពីព្រោះថាម៉េចដល់ពេលដែលយើងគិតពីរឿងទាំងអស់ហ្នឹងដូចគ្នាអញ្ចឹងគិតទៅយល់អត់បានវាអត់យល់អាមិនបានអញ្ចឹងមនុស្សអាក្រក់ឬចម្រើនគេអត់ជឿព្រះអង្គមានបានជាងយើងហើយយើងជឿព្រះអង្គខំរស់នៅឲ្យបរិសុទ្ធថ្ងៃទឹកឡើងអត់ហ៊ានទៅណាខំប្រឹងរក្សាថ្ងៃដើម្បីថ្វាយបង្គំព្រះអង្គណាទោះបីជាកម្មជំនុំរបស់យើងតាំងពីដើមមកទោះបីជាមានកម្មវិធីធំប៉ុណ្ណាឯណាក៏ដោយអត់ដែលចោលថ្ងៃអាទិត្យទេមែនអត់ទាំងអស់គ្នាអត់ដែលចោលសោះតែម្ដងនៅតែរក្សាថ្ងៃអាទិត្យនៅតែរក្សាការថ្វាយបង្គំព្រះអង្គតែបើសិនជាយើងអត់ដឹងទេយើងប្រកាសជាខកចិត្តជាមិនខានប៉ុន្តែនៅត្រង់នេះលោកអេសាបគាត់បានប្រាប់ថាម៉េចដល់ពេលដែលពិចារណាពីទាំងអស់ហ្នឹងគាត់ថាគឺពិចារណាយល់ពីរឿងទាំងអស់ហ្នឹងអត់បានពិបាកមែនទេពិបាកយល់មែនទេតើពេលណាពេលណាយល់បានគាត់ថានៅពេលណានៅពេលដែលចូលទៅទីបរិសុទ្ធនៅពេលដែលចូលទៅថ្វាយបង្គំព្រះអង្គនៅពេលនោះឯងដែលចាប់ផ្ដើមយល់អំពីរឿងទាំងអស់នោះអញ្ចឹងហើយបានជាយើងអត់អាចចោលថ្ងៃអាទិត្យពីព្រោះអីពីព្រោះបញ្ហានៅក្នុងជីវិតរបស់យើងវាកើតឡើងវាពាត់ជុំវិញយើងវាច្រើនពេកវាធ្ងន់ពេកវាចម្លែកពេកយើងយល់វាអត់បានពីព្រោះមនុស្សម្នាក់គេសិតតែតាំងខ្លួនដូចជាអ្នកដែលចេះដឹងអ្វីដែលគេធ្វើគេតែតែមានមូលហេតុគ្រប់គ្រាន់បកស្រាយបញ្យល់ឲ្យមើលទៅដូចជាទំនងដែលត្រូវហើយធ្វើយើងវិញវល់អត់ដឹងថាមួយណាត្រូវមួយណាអាក្រក់ព្រោះពេលខ្លះយើងថាមនុស្សអាក្រក់ទី1ហ្នឹងមនុស្សអាក្រក់មនុស្សអាក្រក់ទី2មនុស្សល្អប៉ុន្តែវាអាស្រ័យទៅលើថាមនុស្សយើងចេះអាស្រ័យទៅលើថាអ្នកទី1អាចជាមនុស្សអាក្រក់សម្រាប់ម្នាក់ក្រុមខណ្ឌដែរក៏ប៉ុន្តែមនុស្សទី2វាអាចជាមនុស្សអាក្រក់សម្រាប់អាចជាមនុស្សល្អសម្រាប់ក្រុមខណ្ឌដែរវាអាស្រ័យត្រង់ថាតើអ្នកនេះបានជួយអីទៅដល់អ្នកនោះអត់តើអ្នកនេះបានទទួលប្រយោជន៍ដល់ពីអ្នកនោះអត់អ្នកណាដែលទទួលប្រយោជន៍គេថាល្អអ្នកដែលមិនទទួលប្រយោជន៍គេថាមិនល្អតែប៉ុណ្្នឹងឯងដូចជាខ្ញុំជួយបងប្អូនយើងច្រើនមែនទែនអ្នកណាដែលបានធ្លាប់ទទួលជំនួយពីខ្ញុំអញ្ចឹងគាត់ថាអូលោកគ្រូល្អណាស់គ្រប់លោកគ្រូល្អណាស់ប៉ុន្តែពេលមួយដែលគាត់លែងបានទទួលជំនួយឬក៏ពេលមួយដែលគាត់ចាប់ដើមមានរឿងប៉ះពីអីមួយគាត់ថាមនុស្សនឹងអាក្រក់ហ្នឹងឯងឬក៏អ្នកដែលគាត់មិនដែលបានទទួលជំនួយពីយើងគាត់ថាគាត់មានអីល្អផងហ្នឹងអញ្ចឹងវាអត់ដូចគ្នាទេយើងតែម្នាក់ឯងយើងអាចជាមនុស្សល្អសម្រាប់ក្រុមមួយប៉ុន្តែយើងក៏អាចជាមនុស្សមិនល្អសម្រាប់ក្រុមមួយទៀតដែរវាអាស្រ័យលើថាតើគេបានទទួលផលប្រយោជន៍អ្វីពីយើងវាអាស្រ័យថាតើគេមានទំនាក់ទំនងអ្វីជាមួយនឹងយើងប៉ុន្តែរហូតតតែយើងចូលទៅទីបរិសុទ្ធចូលទៅកន្លែងដែលថ្វាយបង្គំដល់ព្រះអង្គចូលទៅប្រកបជាមួយនឹងព្រះអង្គការយើងថ្វាយបង្គំគឺអញ្ចឹងដល់ពេលបានតែពេលដែលយើងនៅជាមួយនឹងព្រះអង្គនៅជាមួយនឹងព្រះសំថានៅជាមួយនឹងព្រះពេលនោះឯងទើបយើងអាចដឹងថាល្អឬអាក្រក់ពេលនោះឯងបានយើងអាចដឹងថាអំពីមនុស្សនោះយ៉ាងម៉េចពិតប្រកបអំពីគាត់យ៉ាងម៉េចច្បាស់ប្រកបពីព្រោះអ្វីមនុស្សអាចនឹងប្រែប្រួលស្ថានភាពអាចនឹងប្រែប្រួលមនុស្សថ្ងៃនេះអាចល្អថ្ងៃក្រោយអាចនឹងអាក្រក់មនុស្សថ្ងៃនេះអាក្រក់ថ្ងៃក្រោយអាចនឹងល្អមនុស្សអត់ទៀងទេលោកអ្នកបងប្អូនអាចនឹងស្គាល់បុគ្គលណាម្នាក់ឥឡូវនេះគាត់គឺជាមនុស្សដែលអាក្រក់ក៏ប៉ុន្តែ10ឆ្នាំមុនគាត់ជាមនុស្សដែលល្អឬក៏អាចស្គាល់បុគ្គលណាម្នាក់គាត់នឹងឥឡូវនោះគាត់ជាមនុស្សដែលល្អប៉ុន្តែពីមុនគាត់ជាមនុស្សដែលអាក្រក់អញ្ចឹងយើងអត់អាចយកគាត់មកនិយាយថាគាត់នឹងអាក្រក់ណាស់ពីព្រោះ10ឆ្នាំមុនគាត់នឹងចេះអានោះវាជារឿងត្រូវហើយ10ឆ្នាំមុនគាត់ជាមនុស្សអាក្រក់ប៉ុន្តែឥឡូវនេះគាត់មិនមែនជាមនុស្ស10ឆ្នាំមុនទេឥឡូវគាត់គឺជាមនុស្សដែលល្អហើយរីចម្រើនជាងមុនឆ្ងាយណាស់អញ្ចឹងយើងអាចចងគាត់10ឆ្នាំមុនមកដល់សម័យឥឡូវនៅតែគាត់ជាមនុស្សអាក្រក់ដដែលទេនេះជាការប្រែប្រួលរបស់មនុស្សតើធ្វើម៉េចឲ្យយើងអាចយល់បានមានតែយើងជាអ្នកដែលស្គាល់ព្រះដ៏ពិតប្រាកដមានព្រះអង្គគង់នៅជាមួយនឹងយើងទើបយើងអាចចាប់ដើមមើលឃើញសេចក្តីពិតទាំងអស់នៅក្នុងជីវិត
បើមិនអញ្ចឹងទេយើងក៏វែងដូចគ្នាដែរអត់ដឹងថាអ្នកណាអាក្រក់អ្នកណាល្អហើយអត់ដឹងថាទៅរស់នៅអាម៉េចពីព្រោះមនុស្សយើងមានទំនោរទៅរកភាពអវិជ្ជមាននឹងខ្លាំងមែនទេឧទាហរណ៍យើងស្គាល់មនុស្សណាម្នាក់គាត់មនុស្សល្អទេយើងដឹងយើងស្គាល់គាត់តាំងពីថ្ងៃយើងជួបគាត់រហូតដល់ឥឡូវយើងឃើញថាគាត់មនុស្សល្អសាពេលមួយសាអ្នកផ្សេងគេមកដល់ថាអូអានេះតែស្គាល់គាត់មិនណោះបងស្គាល់គាត់នេះ10ឆ្នាំមក10ឆ្នាំមកគាត់ណាពីមុនចេះដល់ពេលយើងលឺយ៉ាងព្រាមគាត់មនុស្សអាក្រក់មែនដល់សួរខ្លួនឯងចាំមានបទពិសោធន៍រឿងអាក្រក់មួយគាត់អត់ផងប៉ុន្តែដោយសារសម្ដីគេនិយាយដល់ចឹងហើយយើងចាប់ដើមរង្គោះរង្គើហេតុអីពីព្រោះយើងអត់បានរស់នៅជីវិតដែលដើរតាមព្រះបន្ទូលព្រះអង្គយើងខ្លាចតែជាមនុស្សដែលរង្គោះរង្គើនៅក្នុងបញ្ហាមួយហ្នឹងយើងចាប់ដើមលេខស្គាល់លេខនឹងខុសហើយនឹងត្រូវដូចគ្នាកន្លែងហ្នឹងឯងអញ្ចឹងបានជាលោកអេសាបគាត់ថាមិនវិញរហូតតតែបានចូលទៅទីបរិសុទ្ធរបស់ផងព្រះអង្គទើបអាចមើលយល់កន្លែងហ្នឹងតាមតនរបស់គ្នាទទួលបានទេថ្ងៃហ្នឹងយើងអរគុណព្រះអង្គសម្រាប់ការនេះអាមែនអត់ហើយលោកបានលើកឡើងថាតាមពិតព្រះអង្គបានដាក់ឲ្យគេឈរនៅកន្លែងដ៏រអិលដួលនៅពេលដែលចាប់ដើមយល់ដល់ពេលចាប់ដើមយល់យើងឃើញមនុស្សអាក្រក់រីកចម្រើនក៏ដោយឃើញគេកំពុងតែសប្បាយជាមួយរឿងផ្សេងក៏ដោយដែលវាអត់ពាក់ព័ន្ធជាមួយនឹងជីវិតដែលជឿព្រះអង្គណាដល់ពេលយើងកាលមុនអត់តន់យល់ដល់ពេលយើងចូលមកចំពោះព្រះអង្គបានយើងចាប់ដើមយល់ហើយដូចជាលោកអេសាបគាត់ចាប់ដើមយល់គាត់ថាតាមពិតព្រះអង្គដាក់ពួកគេនឹងឲ្យឈរនៅកន្លែងមួយដ៏រអិលកន្លែងមួយដ៏រអិលបានន័យថាម៉េចវិញរៀបតែនឹងដួលរៀបតែនឹងធ្លាក់តែម្ដងព្រះអង្គធ្វើឲ្យគេធ្លាក់ទៅក្នុងសេចក្តីវិនាសហើយគេត្រូវអន្តរធានទៅយ៉ាងឆាប់ដល់ម្លេះគេត្រូវរលាយសូន្យទៅដោយហេតុគួរឲ្យស្ញែងខ្លាចគេប្រៀបដូចជាយល់សពក្រោកពីគេងភ្ញាក់ឡើងឲ្យព្រះម្ចាស់អើយគេប្រៀបដូចជាយល់សពក្រោយពេលដែលគេភ្ញាក់ឡើងបានតែអ្វីដែលគេកំពុងដែលយើងកំពុងតែឃើញគេកំពុងតែមានបានមនុស្សអាក្រក់កំពុងតែរីកចម្រើនយើងកំពុងតែឃើញទាំងអស់ហ្នឹងយើងកំពុងតែមានអារម្មណ៍ថាយើងដូចជាអយុត្តិធម៌នៅក្នុងជីវិតដែលយើងមើលមិនយល់ណាប៉ុន្តែព្រះបន្ទូលព្រះប្រាប់ថាម៉េចវិញអ្វីដែលយើងកំពុងមើលឃើញទាំងអស់ហ្នឹងវាគាត់តាមមួយផ្លេតដូចយល់សពចឹងភ្ញាក់ឡើងអត់មានអ្វីទាំងអស់អញ្ចឹងបានជាយើងគ្រីស្ទានវិញដល់ពេលដែលយើងឃើញរឿងអាក្រក់កើតឡើងនៅជុំវិញយើងទោះបីជាបញ្ហាសកលបញ្ហាសង្គមឬក៏បញ្ហាក្នុងសង្គមក៏ដោយយើងត្រូវដឹងថាវាជាសញ្ញាដែលប្រាប់ថាព្រះអង្គមិនដែលភ្លេចការជំនុំជម្រះឡើយយើងអាចនឹងភ្លេចការជំនុំជម្រះរបស់ផងព្រះអង្គលោកអ្នកបងប្អូនប៉ុន្តែព្រះអង្គអាចដែលភ្លេចការជំនុំជម្រះរបស់ផងព្រះចំពោះមនុស្សនោះឡើយហើយយើងដឹងថាព្រះអង្គយាងមកជាឆាប់ដល់ពេលយើងឃើញព្រឹត្តិការណ៍កើតឡើងយើងឃើញរំជួយដីការអាក្រក់កាន់តែកើតឡើងកាន់តែច្រើននៅលើពិភពលោកយើងសង្គ្រាមនិយាយពីសង្គ្រាមប៉ះមានតែនៅពេលដែលឮនិយាយពីសង្គ្រាមនឹងការអាក្រក់ផ្សេងកើតឡើងមករហូតដល់មិនវិញទាំងអស់នេះរហូតដល់អ្នកខ្លះប្រកាសខ្លួនឯងជាព្រះយេស៊ូវទៀតក៏មានដែរការអាក្រក់ទាំងអស់ហ្នឹងអញ្ចឹងអត់មានក្រុមខុសឆ្គងច្រើនកើតឡើងណានោះសុទ្ធតែជាសញ្ញាដែលប្រាប់ថាព្រះអង្គយាងមកវិញជាឆាប់ហើយអញ្ចឹងដល់ពេលដែលយើងជួបបញ្ហាទាំងអស់នោះលោកអ្នកបងប្អូនយើងត្រូវមើលឲ្យយល់មកទៀតយើងត្រូវតែម៉េចវិញយើងត្រូវតែមើលឲ្យយល់បើយើងមើលមិនយល់ទេយើងប្រកាសជាលេងអាចវិភាគដឹងថាមួយណាត្រូវមួយណាខុសហើយប៉ុន្តែយើងត្រូវមើលឲ្យយល់ដូចគ្នាកន្លែងហ្នឹងអញ្ចឹងដើម្បីយើងមើលឲ្យយល់បានវាតតែម៉េចវិញយើងចូលទៅក្នុងទីបរិសុទ្ធព្រះអង្គចូលទៅកន្លែងថ្វាយបង្គំព្រះអង្គចូលទៅកន្លែងទីវត្តមានរបស់ផងព្រះអង្គអញ្ចឹងបានជាយើងជាគ្រីស្ទានមិនបានយើងថ្ងៃអាទិត្យចាំបាច់ទៅពហិកុំថាតែថ្ងៃអាទិត្យឲ្យតែមានឱកាសចង់ថ្វាយបង្គំព្រះអង្គចប់រហូត24ម៉ោងក៏បានដែរពីព្រោះមានតែនៅកន្លែងនោះទេដែលធ្វើឲ្យយើងចាប់តាមយល់ពីអត្ថន័យនៃជីវិតយ៉ាងពិតប្រាកដមានតែកន្លែងនោះឯងបើចេញពីកន្លែងនោះភ្លាមលែងយល់អ្វីជាជីវិតដែរលែងយល់ថាខ្លួនឯងកំពុងតែធ្វើអីហើយចឹងមកជាគ្រីស្ទានព្យាយាមបំផុតតាមដែលអាចធ្វើទៅបានក្នុងការដែលថ្វាយបង្គំព្រះអង្គបើទោះបីបញ្ហាការងារក៏ដោយក៏ឆ្លៀតមួយខែម្ដងពីរខែម្ដង3ខែម្ដងបើទោះមិនបានចូលរួមដោយផ្ទាល់ក៏ដោយក៏ព្យាយាមស្ដាប់ព្រះបន្ទូលព្រះអង្គនៅកន្លែងណាដែលខ្លួនឯងមានសមាជិកភាពនៅកន្លែងនោះស្ដាប់ព្រះបន្ទូលព្រះអង្គធ្វើយ៉ាងណាដើម្បីឲ្យមានការប្រកបជាមួយនឹងព្រះជាម្ចាស់ដើម្បីអីឲ្យឃើញផ្លូវនៃជីវិតដើម្បីឲ្យដឹងពីការដែលត្រូវរស់នៅក្នុងសង្គមបច្ចុប្បន្នដែលយើងកំពុងតែរស់នៅនឹងដែរអញ្ចឹងបានជានៅក្នុងពីខ21មកលោកថាម៉េចកាលទូបង្គំកើតមានចិត្តជូរល្វិញណាកាលទូបង្គំឈឺចាប់ក្នុងទ្រូងនេះគឺជាខកពីដែលនិយាយពេលដែលគាត់ចាប់ដើមគាត់យល់ចាប់ដើមយល់គាត់ថានៅពេលដែលមានចិត្តជូរល្វិញនោះទូបង្គំឈឺចាប់នៅក្នុងទ្រូងហើយខ22ថាម៉េចទៀតនោះទូបង្គំមិនយល់ហើយល្ងងខ្លៅ
ហើយទូបង្គំដូចជាសត្វដេរឆាននៅចំពោះព្រះអង្គអញ្ចឹងលោកបានពោលនេះយ៉ាងដូចនេះហើយនៅក្នុងខ23ប៉ុន្តែទូបង្គំនៅជាប់ជាមួយព្រះអង្គជានិច្ចព្រះអង្គកាន់ដៃស្ដាំរបស់ទូបង្គំអញ្ចឹងលោកនេះនៅក្នុងតាមរយៈមេរៀនរបស់លោកអេសាបខ្ញុំចង់ចែកជូនលោកអ្នកបងប្អូនអំពីព្រះគុណរបស់ព្រះអង្គព្រះអង្គផ្ដល់ព្រះគុណយើងនៅក្នុងស្ថានភាពបែបហ្នឹងតើព្រះអង្គផ្ដល់ព្រះគុណឲ្យយើងបែបម៉េចទាំងអស់គ្នានៅក្នុងស្ថានភាពជីវិតរបស់យើងអញ្ចឹងនៅក្នុងបច្ចុប្បន្នដែលសង្គមរបស់យើងកំពុងតែជួបរឿងជាច្រើនដែលធ្វើឲ្យយើងខកចិត្តដែលធ្វើឲ្យយើងឈឺចាប់ដែលធ្វើឲ្យយើងបែកបាក់ដែលធ្វើឲ្យយើងអស់សង្ឃឹមនៅក្នុងជីវិតជាច្រើននោះតើនៅក្នុងរឿងទាំងអស់នោះយើងត្រូវទទួលនៅព្រះគុណរបស់ព្រះអង្គតើយើងត្រូវទទួលបែបម៉េចហើយព្រះគុណរបស់ព្រះអង្គដែលចង់ប្រទានឲ្យយើងតើនឹងជួយយើងរស់នៅក្នុងជីវិតបែបម៉េចពីព្រោះយើងត្រូវដឹងទាំងអស់គ្នាថាព្រះអង្គជាព្រះដែលផ្ដល់អីគេផ្ដល់ព្រះគុណអាមែនអត់អញ្ចឹងមកយើងត្រូវដឹងបើយើងមើលក្នុងខ3បានប្រាប់យើងថាព្រះអង្គជាព្រះដែលផ្ដល់ព្រះគុណដែលអីព្រះគុណដែលព្រះអង្គមិនបោះបង់ចោលយើងហើយគង់នៅជាមួយនឹងយើងជាប់ជានិច្ចនោះយើងមើលខ23ទោះយើងពីខ21 22បានប្រាប់រៀបរាប់អំពីដំណើរជីវិតដូចយើងបច្ចុប្បន្នអញ្ចឹងប៉ុន្តែខ23ថាម៉េចប៉ុន្តែបើទោះបីជាមានរឿងទាំងអស់នោះកើតឡើងក៏ដោយប៉ុន្តែទូលបង្គំនឹងអីគេនៅជាប់ជាមួយព្រះអង្គជានិច្ចហើយព្រះអង្គកាន់ដៃស្ដាំទូលបង្គំបើទោះបីស្ថានភាពជីវិតនៅជុំវិញយើងខាងក្នុងយើងជួបរឿងទាំងអស់នោះក៏ដោយប៉ុន្តែរឿងមួយដែលយើងដឹងព្រះអង្គផ្ដល់ព្រះគុណឲ្យយើងគឺព្រះអង្គមិនវិញព្រះអង្គមិនបោះបង់ចោលយើងហើយព្រះអង្គនៅជាប់ជាមួយយើងជានិច្ចបាទបងអាចសរសេរចុះបានដែរព្រះអង្គមិនបោះបង់ចោលខ្ញុំបាទយើងថាតាមហើយយើងសរសេរក៏បានដែរសរសេរប្រាប់ខ្លួនឯងតែព្រះអង្គមិនបោះបង់ចោលខ្ញុំហើយគង់នៅជាមួយខ្ញុំជានិច្ចយើងត្រូវស្គាល់កន្លែងព្រះអង្គផ្ដល់ព្រះគុណឲ្យយើងបែបណាគឺជាព្រះគុណដែលអីដែលព្រះអង្គមិនបោះបង់ចោលយើងហើយគង់នៅជាមួយនឹងយើងជានិច្ចនោះហើយអញ្ចឹងលោកអ្នកបងប្អូនយើងសេទៅបាទហើយទាំងអស់គ្នាតើអ្វីដែលធ្វើឲ្យយើងចាប់ផ្ដើមមានការរង្គោះរង្គើនៅពេលដែលស្ថានភាពនៅជុំវិញយើងជួបរឿងចលាចលនៅពេលដែលយើងជួបវិបត្តិលុយកាក់ជួបវិបត្តិសេដ្ឋកិច្ចវិបត្តិគ្រួសារឬក៏វិបត្តិផ្សេងទាំងអស់ដែលបញ្ហានៅជុំវិញយើងធ្វើឲ្យយើង stress រោគយល់មិនឃើញណាប៉ុន្តែយើងត្រូវដឹងអ្វីដែលធ្វើឲ្យយើងអាចនៅនឹងណូបានគឺយើងត្រូវដឹងថាព្រះអង្គផ្ដល់ព្រះគុណឲ្យយើងព្រះគុណមិនវិញដែលព្រះអង្គមិនបោះបង់ចោលយើងឡើយមនុស្សអាចនឹងបោះបង់លោកអ្នកបងប្អូនបានពីព្រោះអីយើងអត់ទៅតាមគេប៉ុន្តែខ្ញុំចង់ជម្រាបជូនថាមានព្រះដែលគង់នៅជាមួយលោកអ្នកបងប្អូនជានិច្ចហើយព្រះអង្គមិនបោះបង់ចោលយើងជាដាច់ខាតផងដែរពីព្រោះព្រះអង្គមានទូលថាម៉េចគ្មានការលំបាកណាសេចក្តីលបួងណាទុកឬក៏វិបត្តិណាឬក៏សេចក្តីស្នាមួយទាំងអស់ដែលអាចបំបែកយើងដែលអាចបង្រត់យើងចេញពីក្តីស្រឡាញ់របស់ព្រះអង្គនោះឡើយពីព្រោះព្រះអង្គស្រឡាញ់យើងតាំងពីពេលដែលយើងមានបាបនោះឡើយអញ្ចឹងព្រះអង្គស្រឡាញ់យើងតាំងពីយើងនៅលំបាកនោះឡើយព្រះអង្គស្រឡាញ់យើងតាំងពីពេលយើងមិនទាន់ស្គាល់ព្រះអង្គនោះឡើយព្រះអង្គស្រឡាញ់យើងទោះបីជាមានបញ្ហាសង្គមកើតឡើងច្រើនយ៉ាងណាក៏ដោយក៏ព្រះអង្គនៅតែស្រឡាញ់យើងអញ្ចឹងបើទោះបីតែមុខទៀតមានរឿងទាំងអស់នោះកើតឡើងក៏ព្រះអង្គមិនដែលបោះបង់ចោលយើងដែរព្រះអង្គនៅតែគង់នៅជាមួយលោកអ្នកបងប្អូនមិនបោះបង់ចោលលោកអ្នកបងប្អូនជាដាច់ខាតហើយដល់ពេលដែលយើងកាន់តែនៅជាមួយនឹងព្រះអង្គចូលទៅចិត្តព្រះអង្គនោះលោកអ្នកបងប្អូននឹងចាប់ដើមយល់អំពីជីវិតទាំងអស់នោះហើយហើយស្រួលលោកគ្រូមិនគេដឹងតែព្រោះតែខ្ញុំយល់នៅព្រះបន្ទូលព្រះអង្គចំណាយពេលប្រកបជាមួយនឹងព្រះអង្គទើបខ្ញុំអាចចូលនៅកន្លែងនេះហើយប្រាប់ដល់លោកអ្នកបងប្អូនក្នុងការដែលរស់នៅជីវិតដែលមានការប្រកបជាមួយនឹងព្រះអង្គដូចគ្នាដែរហើយអស់អ្នកណាដែលទទួលក៏នឹងចាប់ដើមរស់នៅជីវិតដែលមានលំនឹងមានស្ថិរភាពនៅក្នុងជីវិតនឹងដូចគ្នាផងដែរក្នុងខ24បានប្រាប់ថាព្រះអង្គនាំទូលបង្គំដោយព្រះឱវាទរបស់ព្រះអង្គឃើញទេព្រះអង្គនាំទូលបង្គំដោយអីគេដោយព្រះឱវាទរបស់ព្រះអង្គអញ្ចឹងនៅក្នុងនេះតាមរយៈជីវិតរបស់លោកអេសាការសរសេររបស់លោកអេសាធ្វើឲ្យយើងទៅរៀនបានអំពីព្រះគុណរបស់ព្រះអង្គដែលប្រាប់ថាម៉េចព្រះអង្គផ្ដល់ព្រះគុណដែលអីគេដែលដឹកនាំយើងព្រះអង្គផ្ដល់ព្រះគុណណាព្រះគុណដែលអីគេដែលព្រះអង្គដឹកនាំយើងប៉ុន្តែដឹកនាំយើងតាមរយៈអីគេទាំងអស់គ្នាដឹកនាំយើងតាមរយៈព្រះឱវាទអញ្ចឹងលោកបងប្អូនអាចសរសេរចុះកន្លែងហ្នឹងព្រះអង្គព្រះគុណព្រះអង្គផ្ដល់ព្រះគុណព្រះអង្គផ្ដល់ព្រះគុណដែលដឹកនាំខ្ញុំបាទដែលដឹកនាំខ្ញុំ
ដោយព្រះឱវាទជាព្រះគុណព្រះអង្គកន្លែងហ្នឹងប៉ុន្តែព្រះគុណព្រះអង្គមិនវិញព្រះគុណដែលដឹកនាំដោយអីគេដោយព្រះឱវាទអញ្ចឹងបានជាពេលខ្លះយើងនិយាយថាដោយសារព្រះគុណព្រះអង្គមិនបានថាដោយសារព្រះគុណព្រះអង្គដល់ព្រោះតែព្រះអង្គដឹកនាំខ្ញុំដោយព្រះឱវាទរបស់ផងព្រះអង្គនោះហើយអញ្ចឹងតើព្រះឱវាទរបស់ផងព្រះអង្គសំដៅលើអីគេសេចក្តីពង្រៀនរបស់ផងព្រះអង្គការទូន្មានរបស់ផងព្រះនោះឯងអញ្ចឹងនៅពេលណាដែលយើងចាប់ដើមអនុញ្ញាតឲ្យព្រះអង្គដឹកនាំយើងបានន័យថាយើងស្ម័គ្រចិត្តរស់នៅជីវិតរបស់យើងធ្វើតាមព្រះបន្ទូលធ្វើតាមការពង្រៀនរបស់ផងព្រះអង្គហើយនៅពេលដែលយើងចាប់ដើមធ្វើតាមការពង្រៀនរបស់ផងព្រះអង្គមានរឿងអីកើតឡើងព្រះអង្គនឹងនាំផ្លូវយើងធ្វើយើងដើរឆ្លងផុតភាពជាប់គាំងឆ្លងផុតភាពងងឹតឆ្លងផុតគ្រប់ទាំងភាពរញ៉េរញ៉ៃរបស់សង្គមពេលបច្ចុប្បន្នដែលយើងខ្លួនឯងមើលអត់យល់ហើយជាពិសេសធ្វើយើងបានដើរឆ្លងផុតពីភាពស្រពេចស្រពិលរបស់យើងខ្លួនឯងដែលយើងសូម្បីតែយើងខ្លួនឯងក៏អត់ដឹងថាអ្មេចបានជាជីវិតរបស់ខ្ញុំអញ្ចឹងពេលយើងចាប់ដើមដើរតាមព្រះបន្ទូលព្រះអង្គម្ដងមួយជំហានយើងក៏ដឹងពេលយើងដើរបានមួយជំហានយើងក៏ដឹងថាយើងដល់កន្លែងណាទេពេលយើងដើរមួយជំហានទៀតក៏យើងក៏ដឹងថាយើងទៅដល់ទីកន្លែងណាពេលយើងដើរមួយជំហានទៀតយើងក៏ដឹងថាមានរឿងកើតឡើងទេប៉ុន្តែរាល់ជំហានរបស់យើងមួយដែលយើងបោះជំហានតាមព្រះបន្ទូលព្រះអង្គនោះឯងជាជំហានដែលសុវត្ថិភាពហើយជាជំហានដែលនាំយើងទៅកាន់ច្រកចេញឲ្យយើងរស់នៅជីវិតដែលមានសេរីភាពយ៉ាងពិតប្រាកដបានជាយើងហៅថាជាព្រះគុណរបស់ផងព្រះអង្គដែលដឹកនាំយើងតាមដំបូលមានតាមព្រះឱវាទរបស់ផងព្រះជាម្ចាស់ចាំបើសិនជាលោកអ្នកបងប្អូននៅតែបន្តរស់នៅជីវិតយ៉ាងដូចនេះបើទោះបីខាងក្រៅមានការប្រែប្រួលយ៉ាងណាក៏ដោយតែនៅតែបន្តរស់នៅជីវិតតាមព្រះដំបូលមានរបស់ផងព្រះអង្គនោះលោកអ្នកបងប្អូនជាអ្នកដែលមានជ័យជំនះនៅក្នុងជីវិតយ៉ាងពិតប្រាកដហើយសូមព្រះអង្គប្រទានពរបងប្អូនទាំងអស់គ្នាខ្លាយទៅជាអ្នកដែលមានជ័យជំនះយ៉ាងពិតប្រាកដផងដែរហើយយើងមើលនៅក្នុងចុងខបានប្រែថាម៉េចហើយនៅទីបំផុតព្រះអង្គនឹងទទួលទូលបង្គំចូលទៅក្នុងសេរីល្អចុងក្រោយនេះសំខាន់នៅទីបំផុតមកវិញព្រះអង្គទទួលទូលបង្គំទៅក្នុងសេរីល្អអញ្ចឹងព្រះអង្គផ្ដល់ព្រះគុណដែលវិញព្រះគុណដែលទទួលខ្ញុំទៅក្នុងសេរីល្អរបស់ផងព្រះអង្គលោកមិនអាចសរសេរចុះបាន3ប្រយោគថ្ងៃហ្នឹងមែនទេទាំងអស់គ្នាបាន3ប្រយោគទេទី1ព្រះអង្គផ្ដល់ព្រះគុណដែលអីគេដែលមិនបោះបង់ចោលហើយគង់នៅជាមួយយើងជានិច្ចមែនទេហើយទី2ព្រះអង្គផ្ដល់ព្រះគុណយើងអីគេដឹកនាំដោយព្រះឱវាទរបស់ផងព្រះអង្គមែនទេហើយទី3កន្លែងនេះចុងក្រោយគេព្រះអង្គផ្ដល់ព្រះគុណដែលអីគេទទួលយើងទៅក្នុងសេរីល្អព្រះអង្គលោកនៅពេលដែលស្ថានភាពជុំវិញយើងពោពេញទៅដោយភាពជាប់គាំងភាពរញ៉េរញ៉ៃអស្ថិរភាពការខ្វល់ខ្វាយការខ្វល់ព្រួយភាពអស់សង្ឃឹមភាពងងឹតនៅពេលដែលស្ថានភាពទាំងអស់ហ្នឹងកើតឡើងនៅក្នុងជីវិតរបស់យើងហើយយើងសម័យបើសិនជាយើងរស់នៅជីវិតមួយដ៏ពោពេញទៅដោយសេរីរុងរឿងតើវាលេចធ្លោប៉ុណ្ណាដែរនៅក្នុងពាក្យកន្លែងនេះដែលថាព្រះអង្គទទួលខ្ញុំចូលទៅក្នុងសេរីល្អយើងសម័យមើលព្រះអង្គទទួលយកពាក្យទទួលជាពាក្យដែលប្រើដូចគ្នានៅក្នុងព្រះគម្ពីរនិយាយអំពីមនុស្សម្នាក់ដែលព្រះអង្គបានលើកឡើងទៅទាំងរស់គឺលោកហេណូកដែលគាត់ជាអ្នកសំណប់គាត់រស់នៅតាមព្រះបន្ទូលព្រះអង្គយ៉ាងស្មោះត្រង់គាត់ដើរជាមួយនឹងព្រះបន្ទូលព្រះអង្គថាលោកបានដើរជាមួយនឹងព្រះហើយទីបំផុតមិនដែរព្រះអង្គបានទទួលយកគាត់ទៅទាំងរស់ដោយគាត់មិនបានភ្លក់នៅសេចក្តីស្លាប់នោះឡើយជិះពាក្យទទួលនឹងដូចគ្នានឹងពាក្យកន្លែងនឹងដែរដូចគ្នានឹងពាក្យទទួលដែលថាទទួលយើងទៅក្នុងសេរីល្អរបស់ផងព្រះអង្គចឹងលោកអ្នកបងប្អូននៅកណ្ដាលភាពវឹកវរទាំងអស់ប៉ុន្តែយើងជាអ្នកដែលព្រះអង្គទទួលឲ្យរស់នៅក្នុងជីវិតដែលពោពេញដោយសេរីល្អតើវាមិនមានជារឿងដែលល្អអស្ចារ្យទេហើយតែពេលណាយើងអាចដឹងថាមិនបានយើងពេលណាតើធ្វើម៉េចបានយើងអាចដឹងថាយើងត្រូវបានទទួលយកទៅក្នុងសេរីល្អរបស់ព្រះអង្គធម្មតារឿងអនាគតកាលយើងអត់ដឹងទេមែនទេតដល់ថ្ងៃបានដឹងមិនអញ្ចឹងហីប៉ុន្តែឥឡូវនេះលោកអ្នកបងប្អូនកំពុងតែភ្លក់កំពុងតែមានបទពិសោធន៍ផ្ទាល់ជាមួយនឹងជីវិតដែលព្រះអង្គទទួលយកនៅក្នុងសេរីល្អហ្នឹងហើយឥឡូវលោកអ្នកបងប្អូនកំពុងតែរស់នៅជីវិតនៅក្នុងសេរីល្អរបស់ព្រះអង្គហើយបានជានៅថ្ងៃនេះលោកអ្នកបងប្អូនអង្គុយនៅកន្លែងហ្នឹងពីព្រោះអីនៅក្នុងស្ថានភាពដែលមនុស្សកំពុងតែចលាចលខាងក្រៅនៅក្នុងស្ថានភាពដែលកំពុងតែមានភាពវឹកវរនិយាយអំពីរឿងរ៉ាវជាច្រើនទាំងរឿងសេដ្ឋកិច្ចប្រទេសជាតិសង្គមហើយនឹងសកលលោកទាំងមូលប៉ុន្តែយើងនៅតែអាចចូលមកថ្វាយបង្គំព្រះអង្គបាន
យើងនៅតែអាចជ្រៀងសរសើរក្នុងកាងព្រះអង្គនៅតែប៉ះពាល់ជាមួយវត្តមានព្រះអង្គបាននោះគឺជាសញ្ញាឬក៏ជាបទពិសោធន៍មួយគឺឬក៏ជារសជាតិមួយដែលប្រាប់ថាយើងកំពុងតែរស់នៅជីវិតដែលព្រះអង្គទទួលយើងនៅក្នុងសេរីល្អរបស់ព្រះអង្គអាមែនណាយើងឃើញយើងនៅពេលដែលមនុស្សអាក្រក់ជាច្រើនកំពុងតែផឹកស៊ីសបាយហើយយើងកំពុងតែមានសុខភាពល្អនៅកន្លែងថ្វាយបង្គំព្រះអង្គនៅពេលដែលមានមនុស្សជាច្រើនកំពុងតែវាយកាប់ចាក់គ្នាយើងកំពុងតែមានសុខភាពល្អនៅកន្លែងទីថ្វាយបង្គំព្រះអង្គតើទាំងអស់នោះមិនមែនជាសញ្ញាដែលប្រាប់ថាយើងកំពុងតែត្រូវបានទទួលមកក្នុងសេរីល្អរបស់ព្រះអង្គទេឬអីហើយនៅពេលដែលពិភពលោកកំពុងតែចលាចលរឿងសង្គ្រាមកំពុងតែបារម្ភនៅរឿងទាំងអស់នោះមែនប៉ុន្តែគ្រីស្ទានក៏រងផលប៉ះពាល់ដែរជាមួយនឹងរឿងទាំងអស់នោះក៏ប៉ុន្តែនៅក្នុងដួងចិត្តរបស់គ្រីស្ទានអ្នកជឿដល់ព្រះអង្គដឹងច្បាស់ថានៅក្នុងរឿងទាំងអស់នោះយើងទាំងអស់គ្នាបើទោះបីជាពិភពលោកនឹងរលាយក៏ដោយជួបសង្គ្រាមយ៉ាងណាក៏ដោយទោះបីយើងស្លាប់ទៅក៏ដោយក៏យើងដឹងថាយើងនឹងត្រូវបានទទួលទៅក្នុងសេរីល្អជាមួយនឹងព្រះអង្គនៅនគរឋានសួគ៌បានជាគ្រីស្ទានអាចនៅនឹងណូបានប៉ះពាល់ដូចគ្នាផលប៉ះពាល់ពីសង្គ្រាមផលប៉ះពាល់ពីសេដ្ឋកិច្ចផលប៉ះពាល់ពីសង្គមសុទ្ធតែយើងទទួលដូចគ្នាទាំងអស់អត់មានអ្នកណាមួយគិតផុតទេប៉ុន្តែអ្វីដែលធ្វើឲ្យយើងនៅមាំមួនបានគឺដល់ព្រោះតែយើងមានក្តីសង្ឃឹមមានជំនឿហើយនឹងក្តីសង្ឃឹមរបស់យើងថាយើងនឹងបានទៅនៅជាមួយនឹងព្រះអង្គទៅក្នុងសេរីល្អរបស់ព្រះអង្គក្នុងគណៈដែលមនុស្សនឹងស្រែកទៅហូរយំក្នុងគណៈដែលមនុស្សជាច្រើននឹងស្ដាយក្រោយក្នុងគណៈដែលមនុស្សជាច្រើននឹងសង្កេតថ្មិញដល់ព្រោះតែมันបានសម្រេចចិត្តជឿដល់ព្រះយេស៊ូវគ្រីស្ទប៉ុន្តែយើងវិញយើងនឹងកំពុងតែអបអរជាមួយនឹងជីវិតរបស់យើងនៅក្នុងសេរីល្អរបស់ព្រះអង្គផងដែរនោះហើយជាមូលហេតុដែលធ្វើឲ្យយើងឈរយ៉ាងមាំមួនបានហើយនោះហើយក៏ជាមូលហេតុដែលលោកអេសាបក៏គាត់ប្រាប់យើងដូចគ្នាដែរគាត់បាននិយាយនៅក្នុងចុងចម្ពោះរបស់គាត់ចម្ពោះ20 73លោកបានប្រាប់ថាខ25ថានៅឋានសួគ៌តើទូលបង្គំមានអ្នកណាក្រៅពីព្រះអង្គនៅឋានសួគ៌តើទូលបង្គំមានអ្នកណាក្រៅពីព្រះអង្គគ្មានអ្នកណានៅឋានសួគ៌ក្រៅពីព្រះអង្គទៀតទេហើយនឹងដើរតាមព្រះអង្គអ្នកដែលធ្លាប់ប្រកាសខ្លួនឯងថាជាព្រះក៏អត់មាននៅឋានសួគ៌ដែរពីព្រោះគេមានជាព្រះពិតប្រាកដមានតែព្រះអង្គជាព្រះនៅឋានសួគ៌ហើយគ្មានអ្នកណានៅលើផែនដីដែលទូលបង្គំប្រាថ្នាចង់បានក្រៅពីព្រះអង្គដែរសាច់ឈាមនិងចិត្តទូលបង្គំអាចនឹងសាបសូន្យទៅប៉ុន្តែព្រះជាកម្លាំងនៃចិត្តព្រះជាកម្លាំងនៃចិត្តត្រូវសំថាទាំងនេះព្រះជាកម្លាំងនៃចិត្តនឹងជាចំណែករបស់ទូលបង្គំរហូតទៅបងទៅចាំព្រះអង្គជាអីគេមិញកម្លាំងនៃចិត្តហើយជាចំណែករបស់យើងរហូតទៅផងដែរអាមែនអត់ត្បិតមើលអស់អ្នកដែលនៅឆ្ងាយពីព្រះអង្គនឹងត្រូវវិនាសព្រះអង្គបំផ្លាញអស់អ្នកដែលផិតក្បត់ព្រះអង្គឯទូលបង្គំវិញជាការប្រប្រៃណាស់ដែលទូលបង្គំបាននៅចិត្តព្រះអង្គខ្ញុំសំថាខ្ញុំបាននៅចិត្តព្រះអង្គទូលបង្គំបានយកព្រះអង្គម្ចាស់យេហូវ៉ាជាទីជ្រកកោនដើម្បីឲ្យទូលបង្គំបានថ្លែងប្រាប់ពីកិច្ចការទាំងប្រមាណរបស់ព្រះអង្គអញ្ចឹងលោកបងប្អូននេះគឺជារបៀបដែលយើងរស់នៅពេលដែលយើងស្ថិតនៅក្នុងស្ថានភាពនៅក្នុងប្រទេសជាតិឬក៏សង្គមយើងបច្ចុប្បន្ននេះបែបយ៉ាងដូចនេះតែយើងរស់នៅតាមព្រះបន្ទូលព្រះអង្គនៅជាប់នឹងព្រះអង្គនោះយើងជាអ្នកដែលតែងតែមានជ័យជំនះជានិច្ចផងដែរអាមែនអត់ហើយសូមព្រះអង្គប្រទានពរដល់ទាំងអស់គ្នាខ្លាចតែជាអ្នកមានជ័យជំនះជានិច្ចផងដែរអាមែន